ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើស៊ុបត្រីក្រហមស៊ុបនេះមានរសជាតិឆ្ងាញ់ប្លែកខុសពីស៊ុបផ្សេងៗដោយសារតែវាមានជាតិជូរតិចៗនៅក្នុងនឹងវាធ្វើឲ្យយើងទ្រលាន់នោះទេចំណែកឯវិធីធ្វើដែលខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះក៏អត់មានអីសាំញ៉ាំច្រើនដែរងាយស្រួលមែនទែនឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាមួយនឹងបន្លែបងប្អូនចូលចិត្តបន្លែណាអាចដាក់បន្លែនឹងទៅអញ្ចឹងខ្ញុំប្រើស្ពៃបែបនេះកាត់ក្បាលវាចេញរួចហើយយកវាទៅលាងទឹកឲ្យស្អាតផ្សិតម្ជុលខ្ញុំប្រើចំនួន1ដុំកាត់ក្បាលវាចេញលាងទឹកឲ្យស្អាតដូចគ្នាចំពោះស៊ុបភាគច្រើនបន្លែតាំងអោគឺត្រូវតែម្ដងបន្លែផ្សេងទៀតដែលខ្ញុំប្រើមានការ៉ុតហើយនិងប៉េងប៉ោះតូចបន្ទាប់មកយើងចូលមកដល់គ្រឿងសម្រាប់ធ្វើទឹកស៊ុបគល់ស្លឹកគ្រៃនេះខ្ញុំប្រើចំនួន3ដើមយើងដំវាឲ្យបែកបន្តិចទៅហើយកាត់វាជា2ខ្ទឹមក្រហមខ្ញុំប្រើចំនួន2មើមអញ្ចឹងយើងគ្រាន់តែយកវាមកកាត់ជាដុំតូចល្មមក្រៅពីគល់ស្លឹកគ្រៃខ្ទឹមក្រហមមានដូចជាខ្ទឹមស1មើមដំឲ្យបែកតិចស្លឹកក្រូចសើចនិងរំដេងក៏ដំបែកតិចដូចគ្នាផ្នែកបន្លែត្រៀមបានរួចរាល់ហើយយើងបកមកមើលសាច់វិញសាច់គោនេះខ្ញុំប្រើ1ដុំតូចអញ្ចឹងយើងគ្រាន់តែយកវាមកហាន់ជាចំណិតស្ដើងចំណែកឯត្រីក្រហមនេះវិញខ្ញុំបានឲ្យគេធ្វើស្អាតស្រាច់អញ្ចឹងយើងគ្រាន់តែយកមកកាត់វាជាកង់ប្រហែលជាមួយថ្នាំងដៃកន្លះឥឡូវយើងនាំគ្នាមកធ្វើទឹកស៊ុបជាដំបូងហ្នឹងគឺយើងត្រូវចាក់ប្រេងឆាចំនួន2ស្លាបព្រាបាយកម្ដៅឲ្យវាឡើងក្ដៅសិនប្រេងបានឡើងក្ដៅល្អហើយយើងនឹងចាក់ម្ទេសឆ្អើរចិញ្ច្រាំហ្នឹងចំនួន2ស្លាបព្រាបាយបងប្អូនត្រូវឆាម្ទេសឆ្អើរជាមួយនឹងប្រេងឆាហ្នឹងរហូតដល់វាឡើងពណ៌និងមានក្លិនឈ្ងុយចាឥឡូវនេះប្រេងយើងឡើងពណ៌ស្អាតហើយយើងអាចចាក់គល់ស្លឹកគ្រៃរំដេងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងស្លឹកក្រូចសើចចូលឆាគ្រឿងទាំងអស់ហ្នឹងរហូតដល់វាចេញក្លិនឈ្ងុយដែររួចហើយយើងនឹងចាក់ទឹកធម្មតាចំនួន2លីត្រកូរគ្រឿងដែលនៅជាប់បាតឆ្នាំងហ្នឹងឲ្យវារលាយសព្វនៅក្នុងទឹកហ្នឹងហើយយើងនឹងដាក់ដាំវាមួយពុះទឹកបានពុះល្អហើយយើងអាចចាប់ផ្ដើមផ្សំគ្រឿងបានជាដំបូងយើងត្រូវដាក់អំបិលចំនួន1ស្លាបព្រាបាយស្ទើស្ករសខ្ញុំប្រើចំនួន1ស្លាបព្រាបាយស្ទើដូចគ្នាអំពិលទុំខ្ញុំប្រើចំនួន2ស្លាបព្រាបាយបើបងប្អូនអត់ចង់ប្រើអំពិលទុំទេយើងអាចប្រើជាទឹកខ្មេះឬក៏សណ្តាន់នៅក្នុងការធ្វើទឹកស៊ុបត្រីក្រហមនេះខ្ញុំអត់ប្រើឆ្អឹងជ្រូកឬក៏ឆ្អឹងមាន់ដើម្បីយកមករំងាស់ធ្វើទឹកស៊ុបនោះទេគឺខ្ញុំនឹងប្រើម្សៅស៊ុបនេះតែម្ដងម្សៅស៊ុបរ៉ូឌីផលិតពីសាច់ជ្រូកពិតហើយរឹតតែឆ្ងាញ់ពីគ្រឿងទេសល្អសាច់ជ្រូកពិតទំនុកចិត្តពិតម្សៅស៊ុបរ៉ូឌីនឹងជាផលិតផលរបស់ក្រុមហ៊ុន Ajinomoto Cambodia ដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសកំពូលភ្នំពេញដូចនេះខ្ញុំប្រើម្សៅស៊ុបចំនួន1ស្លាបព្រាបាយរួចហើយបងប្អូនគ្រាន់តែកូរឲ្យគ្រឿងផ្សំទាំងអស់នឹងរលាយបន្តិចចាំយើងដាក់ការ៉ុតចូលការ៉ុតខ្ញុំប្រើចំនួន1មើមបន្ទាប់មកយើងនឹងដាក់ដាំទឹកស៊ុបនឹងមួយពុះទៀតចានៅពេលនេះទឹកស៊ុបផុនយើងបានពុះល្អហើយអញ្ចឹងយើងគ្រាន់តែស្រង់កាកទាំងអស់នឹងចេញមកហើយយើងទុកតែទឹកស៊ុបបរិមាណទឹកស៊ុប2លីត្រនេះរាងច្រើនដែរបងប្អូនយើងអាចញ៉ាំបានគ្នារហូតដល់ទៅ10នាក់ឬក៏លើសនឹងតិចតួចក្រោយពីស្រង់កាកទាំងអស់ចេញបានស្អាតហើយយើងអាចដួសវាដាក់ចូលទៅក្នុងឆ្នាំងដីឬក៏ឆ្នាំងភ្លើងបែបនេះស៊ុបត្រីក្រហមនេះយើងមិនមែនញ៉ាំតែជាមួយនឹងត្រីក្រហមសុទ្ធទេបងប្អូនក៏អាចបន្ថែមនៅប្រហិតគ្រប់មុខសាច់គោបង្គាហើយនិងបន្លែផ្សេងចាអញ្ចឹងបងប្អូនអាចយកត្រី1កង់ឬក៏2កង់ហ្នឹងដាក់ចូលទៅក្រោយមកទៀតគឺជាប្រហិតគ្រប់មុខហ្នឹងបងប្អូនចូលចិត្តអីគឺដាក់នឹងបានបន្លែគ្រប់មុខដែលយើងត្រៀមតាំងពីដំបូងប៉េងប៉ោះតូចនេះប្រសិនបើបងប្អូនអត់ចូលចិត្តទេយើងអត់ចាំបាច់ដាក់ក៏បានដែរតែប្រសិនជាយើងដាក់ទៅវាធ្វើឲ្យស៊ុបផុនយើងនឹងមានជាតិជូរតិចកាន់តែឆ្ងាញ់ដាក់បន្លែចូលអស់ហើយជាចុងក្រោយគឺយើងនឹងដាក់ទឹកដោះគោឆៅបន្ថែមបន្តិចទៀតចំណែកឯទឹកជ្រលក់ស៊ុបហ្នឹងបងប្អូនអាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងឬក៏ទឹកតៅហ៊ូអញ្ចឹងប្រសិនបើបងប្អូនមានតៅហ៊ូដុំតូចអញ្ចឹងក៏យើងអាចបន្ថែមបន្តិចទៅរួចហើយច្របល់វាឲ្យវាចូលគ្នាបានសព្វទឹកតៅហ៊ូខ្ញុំអត់បានបន្ថែមទឹកដោះគោខាប់នោះទេដោយសារតែទឹកត្រីកោះកុងផុនខ្ញុំនឹងវារាងផ្អែមស្រាច់ហើយរីឯសាច់គោជាមួយនឹងបង្គាបងប្អូនអាចដាក់បន្ថែមនៅពេលដែលទឹកស៊ុបពុះចាវិធីធ្វើស៊ុបត្រីក្រហមគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានសំណួរឬយោបល់អ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូមានរឿងមួយទៀត Page Rodi Cambodia មានហ្គេមថតរូបឈ្នះរង្វាន់ជាច្រើនបងប្អូនកុំភ្លេចចូលរួមលេងកម្សាន្តទាំងអស់គ្នាណា link ខ្ញុំដាក់ក្នុង comment ខាងក្រោមជូន